សំនៀងដួងចិត្តស្រមោលនៃអតីតកាលអតីតកាលអ្នកណាដែលថាមិនធ្លាប់មានគ្រប់គ្នាសុទ្ធតែមានអតីតកាលដូចគ្នាទាំងអស់គ្រាន់តែអ្នកខ្លះមានអតីតកាលល្អនិងអ្នកខ្លះមានអតីតកាលអាក្រក់តែប៉ុណ្ណោះបើមានអតីតកាលល្អគួរតែចងចាំទុកនៅក្នុងចិត្តវាគឺជាការប្រពៃហើយតែបើមានអតីតកាលអាក្រក់អាចបំភ្លេចបានក៏បំភ្លេចចោលទៅកុំរំលឹកនាំឲ្យតែសៅមងចិត្តអីរឿងដែលកន្លងហួសទៅហើយឲ្យវាហួសទៅចុះយើងងាកមករីករាយនឹងជីវិតក្នុងពេលបច្ចុប្បន្នរបស់យើងនេះវិញល្អជាងទៅកាត់ទុកអីនឹងរឿងអតីតកាលដែលអត់បានប្រយោជន៍អីសោះបើរវល់តែគិតរឿងអតីតកាលនោះជីវិតប្រកបជាមិនរីកចម្រើនឡើយហើយវាក៏នាំឲ្យយើងឈឺចាប់ឥតអំពើដែរស្រមោលដល់ខ្មៅងងឹតនៃអតីតកាលវានឹងធ្វើឲ្យជីវិតរបស់យើងបាត់បង់សម្រស់អស់នៅពន្លឺរស្មីធ្វើអ្វីក៏មិនកើតគិតអ្វីក៏មិនចេញព្រោះចិត្តជាប់នៅនឹងតែមួយរឿងអតីតកាលដែលកន្លងហួសទៅដំណើរជីវិតគឺមិនមែនដើរថយក្រោយឡើយជីវិតនេះតែងតែធ្វើដំណើរទៅមុខជានិច្ចរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងហើយក៏តែងតែវិនិច្ឆ័យទៅវិញជាធម្មតាជីវិតក៏រមែងផ្លាស់ប្ដូរទៅតាមគ្រប់ដំណាក់កាលទាំងអស់ដែលបានឆ្លងកាត់ទៅបើទោះបីជាអតីតកាលរបស់យើងមិនល្អតែយើងក៏មិនត្រូវផ្ដេសផ្ដាល់ទៅតាមអតីតកាលដែលមិនល្អនោះដែរគឺយើងត្រូវតែព្យាយាមធ្វើក្នុងពេលបច្ចុប្បន្នកាលនេះឲ្យបានល្អប្រសើរបំផុតតាមដែលយើងអាចធ្វើទៅបានព្រោះប្រសិនជាបច្ចុប្បន្នរបស់យើងល្អហើយអនាគតរបស់យើងប្រកាសជាស្រស់បំព្រងមិនខានគេគ្រប់គ្នាធ្វើដំណើរទៅមុខអស់ហើយចោះហេតុម្ដេចឡើយបានជាយើងនៅអង្គុយយំសង្កត់ម្នាក់ឯងមិនព្រមក្រោកឡើងដើរទៅមុខជាមួយគេចង់អភិវឌ្ឍជីវិតឲ្យរីកចម្រើនមិនមែនមកអង្គុយសំកក់គិតតែរឿងអតីតកាលនោះទេគឺត្រូវតែដើរទៅមុខដោយការជឿជាក់ហើយកុំឲ្យស្រមោលអតីតកាលមកលងបន្លាចយើងទៀតអីជីវិតដែលល្អគឺទាមទារការអភិវឌ្ឍពិតជីវិតដែលល្អគឺទាមទារការអភិវឌ្ឍពីមួយដំណាក់កាលទៅមួយដំណាក់កាលបើជីវិតអតីតកាលរបស់យើងមិនល្អយើងត្រូវតែរៀបចំជីវិតបច្ចុប្បន្នរបស់យើងឲ្យល្អកុំតូចចិត្តព្រោះគិតថាជីវិតខ្លួនឯងមិនសូវល្អដូចគេតែត្រូវសប្បាយចិត្តព្រោះគិតថាជីវិតខ្លួនឯងមិនល្អដូចគេតែត្រូវសប្បាយរីករាយនឹងខ្លួនឯងដែលមានការតស៊ូរស់នៅមករហូតដល់បច្ចុប្បន្ននេះយើងត្រូវរៀនធ្វើជាម្ចាស់លើជីវិតរបស់ខ្លួនឯងចេះគ្រប់គ្រងនិងចេះរៀបចំជីវិតឲ្យបានល្អ
កំបណ្ដោយឲ្យជីវិតធ្លាក់ចូលទៅក្នុងអាណានិគមនៃគំនិតរបស់អ្នកដទៃដែលគេតែងតែគិតប្រាថ្នាចង់ឃើញជីវិតរបស់យើងធ្លាក់ដុនដាបព្យាយាមផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងដើម្បីឲ្យមានភាពរឹងមាំក្នុងការរស់នៅប្រកបទៅដោយសេចក្តីសុខក្នុងជីវិតបច្ចុប្បន្ននេះបន្តទៅទៀតគេអាចមើលមកយើងក្នុងផ្លូវអាក្រក់ក៏ថាបានតែយើងត្រូវតែសន្យានឹងខ្លួនឯងថាយើងនឹងមិនមើលខ្លួនឯងក្នុងផ្លូវអាក្រក់ជាដាច់ខាតយើងត្រូវតែព្យាយាមរស់នៅដោយសេចក្តីថ្លៃថ្នូរកុំកើតទុក្ខនឹងពាក្យមើលងាយកុំរិចរាយនឹងពាក្យបញ្ជោគេមើលងាយយើងត្រូវតែចាត់ទុកថាជាមេរៀនដែលអាចធ្វើឲ្យជីវិតរបស់យើងផ្លាស់ប្ដូរគេបញ្ជោយើងខុសការពិតអាចជាអាវុធចាក់សម្លាប់យើងក៏ថាបានសេចក្តីថ្លៃថ្នូរមិនមែនស្ថិតនៅលើវត្ថុសម្ភារៈខាងក្រៅនោះទេគ្រាន់តែយើងរស់នៅដោយមិនបៀតបៀនអ្នកដទៃប៉ុណ្ណឹងក៏វាថ្លៃថ្នូរណាស់ទៅហើយក៏កុំខ្មាស់គេព្រោះតែมันមានអ្វីគ្រប់យ៉ាងដូចគេតែត្រូវខ្មាស់ខ្លួនឯងដែលបណ្ដោយឲ្យខ្លួនឯងមានភាពល្ងង់ខ្លៅដោយយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃហើយតាំងមកអង្គុយសំកក់កាត់ទុកម្នាក់ឯងព្រោះតែភាពល្ងង់ខ្លៅទើបត្រូវបោះបង់ខ្លួនឯងចោលព្រោះតែភាពល្ងង់ខ្លៅទើបខ្វល់ពីពាក្យរបស់អ្នកដទៃជាងខ្វល់ពីខ្លួនឯងនិងពាក្យតែល្ងង់ខ្លៅទើបបណ្ដាលឲ្យស្រមោលនៃអតីតកាលមកគ្របដណ្ដប់ជីវិតខ្លួនឯងបានត្រូវចាំថាអតីតគឺជាបទពិសោធន៍ជីវិតសម្រាប់បច្ចុប្បន្នហើយបច្ចុប្បន្នគឺជាមេរៀនជីវិតសម្រាប់អនាគតស៊ូហត់ស៊ូលំបាកនៅពេលនេះដើម្បីជីវិតរុងរឿងនាពេលក្រោយ